ខ្ញុំមានស្ទើរជូរខ្ញុំថែមក្រូចឆ្មាសួស្តីថ្ងៃនេះមកធ្វើទឹកត្រីបុកភើម្ទេសនៅក្រោយផ្ទះដាំទុកចឹងណានេះអូយដាំម្ទេសផ្លែមានប៉ុណ្ណឹងចឹងថ្ងៃហ្នឹងខ្ញុំយកម្ទេសខៀវអានេះវាចាស់អស់ហើយចឹងហឹលដែរអញ្ចឹងណាអានេះនឹងអានេះរៀងខ្ចីបន្តិចអត់យកទេហ្នឹងហើយចឹងសរុបជារួមទៅបានម្ទេសប្រហែលជាជិត10គ្រាប់ក៏យកវាមកលាងទៅហ្នឹងហើយអានេះខ្ញុំដំខ្ទឹមហើយជាមកមើមហ្នឹងមើលកំពឹសតាមហ្នឹងបងខ្ញុំបានប្រាប់លំអិតគ្រឿងក្រៅទេចឹងនាងបកសបកអីខ្ញុំដាក់ដំដាក់បុកអញ្ចឹងណាហ្នឹងហើយអញ្ចឹងមុននឹងបុកខ្ញុំដាក់ស្ករសិនដើម្បីកុំឲ្យវាល្អិលណាអាហ្នឹងអញ្ចឹងវាឆាប់ម៉ត់ដែរអញ្ចឹងយើងបុកទាំងអស់ហើយម៉ត់ចូលគ្នាសិនទៅនេះខ្ញុំបុកបានម៉ត់ហើយអញ្ចឹងបន្ទាប់មកចាំយើងដាក់គ្រឿងក្រៅបន្ថែមហើយខ្ញុំដាក់ទឹកត្រីខ្ញុំដាក់2ស្លាបព្រាហ្នឹងហើយបន្ទាប់មកយើងដាក់អំបិលដាក់ប៊ីចេងអញ្ចឹងណាធម្មតាដាក់អំបិលនេះយើងត្រូវដាក់បានវាមានជាតិដាក់ទឹកត្រីអត់ទេអត់ប្រៃឆ្ងាញ់ទេហ្នឹងហើយអញ្ចឹងនេះប៊ីចេងតាមចំណង់ចំណូលចិត្តហើយបន្ទាប់មកខ្ញុំច្របាច់ក្រូចឆ្មាខ្ញុំដាក់ប្រហែលជា2ផ្លែហ្នឹងហើយអញ្ចឹងច្របាច់ទៅហើយយើងភ្លក់ថែមអញ្ចឹងណាអញ្ចឹងតែប៉ុណ្ណឹងហើយយើងកូរទៅយើងកូរនៅក្នុងនឹងឲ្យសព្វណាអានឹងឆ្ងាញ់ចូលជាតិឆ្ងាញ់ជាងយើងទៅកូរគ្រឿងតាមក្រោយហ្នឹងហើយអញ្ចឹងអានេះខ្ញុំបានភ្លក់ទៅនេះវារៀងស្ទើរជូរថែមក្រូចឆ្មាអញ្ចឹងណាហ្នឹងហើយអញ្ចឹងទឹកត្រីមានប៉ុណ្ណឹងរួចរាល់ហើយទឹកត្រីបុកហ្នឹងខ្ញុំញ៉ាំជាមួយមាន់ស្ងោរទឹកត្រីខៀវទឹកត្រីបុកទឹកត្រីកោះកុងហើយនេះមាន់ស្ងោររបស់ខ្ញុំវាសល់ពីយើងសែណោះហើយទៅយកមកដាក់កកអញ្ចឹងទៅចង់ញ៉ាំចាំយើងយកមកកដៅអញ្ចឹងទៅអរគុណសម្រាប់ការទស្សនាបាយបាយ